ដំណើរកំសាន្តទៅខេត្តសៀមរាប3យប់4ថ្ងៃពួកខ្ញុំចាប់ផ្ដើមចេញពីផ្ទះនៅម៉ោង6កន្លះព្រឹកគឺយើងញ៉ាំអីអាហារពេលព្រឹកនៅផ្ទះហើយទើបចេញទៅហើយនេះកូនប្រុសខ្ញុំម៉ោង6ព្រឹកងើបដើរលេងអត់មានយំមិនងើបមួយទឹកហ្មងនេះនៅក្នុងឡានម៉ោង6កន្លះព្រឹកកូនខ្ញុំស្រីខ្ញុំក៏ងើបដែរមួយទឹកហើយអស់គ្នាហើយទៅសៀមរាបខែនេះអត់សូវមនុស្សច្រើនទេអញ្ចឹងចរាចរណ៍តាមផ្លូវអីក៏ស្រួលជិះដែរការញ៉ាំអីក៏វាស្រួលដែរហើយឡើងលើឡានមកដល់គឺអត់មានអីទេគឺគេបន្តទៅហ្មងកូនខ្ញុំឥឡូវយើងមកដល់តាមផ្លូវនេះយើងចូលនៅក្រាសាំងឡុងចូលបន្ទប់ទឹកចូលតែងរបស់របរញ៉ាំតិចតួចអញ្ចឹងណានិយាយទៅជីឈប់ទេដើរលេងនេះឥឡូវចូលមកដល់កន្លែងមួយទៀតហើយចូលមកតែងដងញ៉ាំនិយាយទៅគឺឈប់រហូតព្រោះអីយើងមកដើរលេងយើងអត់ប្រញាប់ទៅណាទេហើយឃើញមន់នេះមិនញ៉ាំនៅហាងណាគឺចូលមកផ្ទះចុងភៅខ្ញុំមកលេងផ្ទះគាត់មកផ្លែតអញ្ចឹងហើយកាត់ទៅឥឡូវយើងចាប់ដល់សៀមរាបហើយគឺយើងមកដល់កន្លែងគេល្បីញ៉ាំមន់ដល់តហើយបន្តមកទៀតយើងមកដល់អូតាដែលខ្ញុំគេនេះគឺអង្គរ Mansion អូតានេះ clean ខ្លាំងមែនតើតម្លៃសមរម្យទៀតហើយសំខាន់គឺនៅចិត្ត Pub Street ខ្ញុំគេនេះគឺខ្ញុំយកពីបន្ទប់គេណាក្នុងនោះមានពីបន្ទប់គេមានចក្រានបាយមានបន្ទប់បន្ទូភ្ញៀវដោយសារតែខ្ញុំមានកូនតូចហើយមានម៉ាក់ប៉ាឲ្យគាត់មកជាមួយយើងទៅក៏យើងយកបន្ទប់នេះទៅយើងស្រួលនៅវាដូចតែអញ្ចឹងនិយាយទៅវាជាដូចលក្ខណៈជា condo ហើយក្នុងហ្នឹងមកចង់ចំអិនអីក្នុងហ្នឹងក៏បានដែរថ្ងៃទី1មកដល់នេះអត់មានធ្វើអីច្រើនទេមកដល់ check in អូតាហើយមួយទឹកហើយនៅគ្នាមកញ៉ាំនៅលុតឆានៅហាងគ្រួសារលុតឆានិងនំគូឆាយមកលើកមុនក៏ខ្ញុំមកញ៉ាំនៅនឹងដែរសម្រាប់ខ្ញុំចូលចិត្តញ៉ាំជាមួយនឹងនំគូឆាយមូលណានេះកូនស្រីខ្ញុំក៏គាត់ចូលចិត្តដែរញ៉ាំនំគូឆាយកូនប្រុសខ្ញុំចូលចិត្តលុតឆាយទៅពីរអ្នកគេហ្នឹងចូលចិត្តខុសគ្នាហ្មងហាងគាត់ពេលលើកមុនខ្ញុំទៅពេលប្រជុំមនុស្សច្រើនខ្លាំងមែនតើដល់ថ្ងៃនេះទៅចំពេលចូលឆ្នាំចិនដូចជាថ្ងៃទី2ក៏នៅតែមានមនុស្សទៅញ៉ាំដែរទៅអត់ស្ងាត់ហ្មងឥឡូវយើងកាត់មកដល់យប់ឡើងហើយគឺដាច់ប៉ោះត្រឹមនៅបន្ទាយសារាហ្នឹងហ្មងអូផ្លេចមួយទៀតតាមប៉ិតខ្ញុំមានតែញ៉ាំអីនៅផ្ទះក្បឿងដែរតែពេលចូលទៅហ្នឹងទូរស័ព្ទអស់ថ្មអញ្ចឹង part 1 ចប់ត្រឹមនេះហើយជួបគ្នានៅ part 2 Bye bye